ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកខ្សែភាពយន្ត Sulphur Killer ដែលជារដូវកាលទី2ចំណែកឯសាច់រឿងវិញក៏ល្អមើលជាងមុនមកសង្ខេបជាបន្តទៀតមុននឹងចាប់ផ្ដើមយើងរំលឹកទៅកាន់រដូវកាលទី1សិននៅពេលដែលក្មេងស្រីជេនអានាងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏មានគ្រោះថ្នាក់បំផុតត្រូវបានក្រុមឃាតករស៊ីឈ្នួលឡោមព័ទ្ធគ្រប់ទិសទីហើយការប្រយុទ្ធដ៏តានតឹងនិងសាហាវខូខើទីបំផុតនាងក៏អាចកម្ចាត់មនុស្សអាក្រក់ទាំងអស់នោះបានសម្រាញ់ប៉ុន្តែនៅពេលដែលអ្វីៗគ្រប់យ៉ាងបានស្ងប់ស្ងាត់លោកពូរបស់នាងគឺជា G-Man ដែលជេនអានាងស្មានថាក៏ស្លាប់បាត់ទៅហើយក៏ស្រាប់តែបង្ហាញខ្លួនចេញមកដោយនឹកស្មានមិនដល់ជាមួយនឹងរបួសពេញខ្លួនដែលសារតែគេបានប្រយុទ្ធគ្នាជាមួយមេខ្លោងហើយអ្នកនោះគឺជា Bella នេះឯងទោះបីជាយ៉ាងណាក៏ដោយមេខ្លោងពោពេញទៅដោយស្លាកស្នាមនៅលើមុខនោះក៏មិនទាន់ស្លាប់នោះដែរហើយតាមតែបដិញ្ញាចិត្តថានឹងត្រឡប់មកវិញសងសឹកឲ្យតតែបានដូច្នេះការប្រយុទ្ធដ៏ធំរវាង G-Man ជាមួយនឹងមេខ្លោង Bella នេះនឹងប្រព្រឹត្តទៅយ៉ាងដូចម្ដេចគឺយើងមានតែតាមដានទៅលើរដូវកាលទី2នេះតែម្ដងនៅក្នុងរដូវកាលទី2នេះជាអានាងចាស់ទុំជាងមុនហើយថែមទាំងត្រៀមខ្លួនរួចជាស្រេចជាមួយនឹងលោកពូរបស់នាងដើម្បីទប់ទល់ជាមួយនឹងសត្រូវទាំងអស់នោះតើវានឹងមានរឿងអ្វីកើតឡើងតើយើងទៅតាមដានទស្សនាភាគទី1តែម្ដងវីដេអូនេះឧបត្ថម្ភដោយមិត្តហ្វូន Wi-Fi ប្រសិនបើអ្នកទាំងអស់គ្នាចង់ភ្ជាប់ Wi-Fi ប្រើជាលក្ខណៈគ្រួសារដែលមានតម្លៃសមរម្យមួយខែ$15មានល្បឿន50 MB ភ្ជាប់ដំបូងតម្លៃត្រឹមតែ$45តែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងទទួលបានការប្រូម៉ូសិនពិសេសអំពី Admin និងមានជាងដំឡើងដល់ផ្ទះទូទាំង25ខេត្តក្រុងតែម្ដងត្រឡប់ពេលវេលានៅពេលដែល G-Man បានធ្វើជាស្លាប់នៅចំពោះមុខជិនអាវិញតាមពិតទៅនោះគ្រាន់តែជាការសហការគ្នាដើម្បីបោកបញ្ឆោតអង្គការ Babylon តែប៉ុណ្ណោះនៅយមនោះ G-Man បានស្ងាត់ប្រមូលផ្ដុំមិត្តភក្តិចាស់ៗដែលមានភក្តីភាពឯមូលដ្ឋានសម្ងាត់មួយអ្នកទាំងអស់នោះគឺសុទ្ធតែជាអ្នកធ្លាប់ស្គាល់គ្នានៅក្នុងនោះមានប៉ូលីសជិនវូដែលជាអ្នកនាំជិនអាទៅយកសាកសពលោកពូរបស់នាងគ្រូបង្វឹកប៉ៅស៊ីនដែលជាអ្នកបង្ហាត់ក្បាច់គុណទៅកាន់ជិនអាននិងលោកពលឈុលសុងដែលអ្នកធ្លាប់បាត់បង់នៅម្ខាងដែលសារតែជួយសង្គ្រោះជិនអានកាលពី10ឆ្នាំមុននៅពេលដែលមានកម្លាំងគ្រប់គ្រាន់ហើយ G-Man បានប្រកាសជាផ្លូវការថាអង្គការ Babylon បានធ្លាក់ចូលទៅក្នុងអន្ទាក់ហើយពួកគេមានពេលត្រឹមតែ62ម៉ោងប៉ុណ្ណោះដើម្បីអនុវត្តផែនការមួយនេះនិយាយពី Babylon គឺជាទីស្នាក់ការកណ្ដាលមួយដែលត្រូវបានពួកគេបន្លំខ្លួនយ៉ាងស្ទាត់ជំនាញនៅក្នុងទម្រង់ជារោងចក្រកិនស្រូវធម្មតាមួយទោះជាយ៉ាងណាក៏ដោយតំបន់ទាំងមូលនៅក្នុងរង្វង់ដី1គីឡូម៉ែត្រជុំវិញគឺវាលទទេតែម្ដងប៉ុន្តែប្រសិនបើមានរបស់ឬមួយក៏មានឧបករណ៍អ្វីមួយពួកគេនឹងចាប់បានសញ្ញាភ្លាមតែម្ដងដូច្នេះកន្លែងមួយនេះគឺមិនខុសពីបន្ទាយដែលមិនអាចចូលស្រួលបាននោះឡើយសូម្បីតែដ្រូនដែល G-Man បានបញ្ជូនចូលទៅកាន់ស៊ើបអង្កេតនោះក៏ត្រូវបានបាញ់ភ្លាមផងដែរនេះបានបង្ហាញថាប្រព័ន្ធការពាររបស់ Babylon នោះគឺមានកម្រិតខ្លាំងប៉ុណ្ណាតាមពិតទៅមូលដ្ឋានកណ្ដាលរបស់ Babylon គឺស្ថិតនៅជ្រៅក្រោមដីដែលត្រូវបានការពារទាំងថ្ងៃទាំងយប់ដែលកងកម្លាំងប្រដាប់អាវុធជំនាញចំនួន96នាក់ព្រមទាំងប្រព័ន្ធការពារកាំភ្លើងការពារដែនអាកាសដែលជាប្រភេទធ្ងន់ទៀតផងជាក់ស្ដែងការជ្រៀតចូលនៅទីនោះគឺស្មើនឹងការប្រថុយជីវិតប៉ុន្តែ G-Man បានបង្ហាញឲ្យដឹងថាគោលដៅពិតប្រាកដរបស់ពួកគេនោះគឺមិនមែនជា Bella នោះទេតែវាគឺជាម៉ាស៊ីនមេមួយដែលផ្ទុកទិន្នន័យសម្ងាត់ទាំងអស់របស់ Babylon ដូចជាយុទ្ធនាការស៊ើបការចាប់ចម្រិនការលួចឃាតកម្មនិងសូម្បីតែការជួញដូរអាវុធខុសច្បាប់ជាមួយនឹងកូរ៉េខាងជើងផងដែរនៅតាមបណ្ដាប្រទេសដែលកំពុងតែមានសង្គ្រាមស៊ីវិលពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការគ្រប់គ្រងអាវុធទំនើបទៅកាន់រាជរដ្ឋាភិបាលនិងក្រុមឧទាមឬសូម្បីតែការញុះញង់ឲ្យមានរដ្ឋប្រហារដើម្បីផលប្រយោជន៍ជាដើមបញ្ជាឈ្មោះអតិថិជននិងទិន្នន័យសម្ងាត់ទាំងអស់ព្រមទាំងភស្តុតាងដែលបញ្ជាក់ថា Bella បានសម្លាប់មនុស្សរាប់រយនាក់សុទ្ធតែត្រូវបានរក្សាការសម្ងាត់នៅទីនោះដូច្នេះគឺមានតែធ្វើបែបនេះតែប៉ុណ្ណោះដើម្បីទាញយកទិន្នន័យពីម៉ាស៊ីនមេមួយនោះទើបក្រុមរបស់ G-Man អាចបង្ខំឲ្យ Babylon ដកខ្លួនចេញនិងបង្កើតឱកាសមួយដើម្បីឲ្យក្រុមទាំងមូលអាចកម្ចាត់ Bella បានវាក៏ជាវិធីតែមួយគត់ដែលអាចធ្វើឲ្យ G-Man មានជីវិតនិងរស់នៅជារៀងរហូតណាមួយម៉ាស៊ីនមេមួយនោះត្រូវបានរក្សាទុកដោយឡែកពីគ្នានៅក្រោមតឹងដូច្នេះការជ្រៀតចូលពីចម្ងាយឆ្ងាយស្ទើរតែមិនអាចទៅរួចប៉ុន្តែ G-Man ក៏អាចរកឃើញនៅចំណុចខ្សោយមួយជារៀងរាល់ថ្ងៃនៅម៉ោង3រសៀលប្រព័ន្ធទាំងអស់នោះត្រូវបានលើកឡើងពីទឹកដើម្បីត្រួតពិនិត្យជាប្រចាំនៅក្នុងរយៈពេល20នាទីនេះក៏ជាឱកាសមាសតែមួយគត់សម្រាប់ក្រុមទាំងមូលធ្វើសកម្មភាពដែលសារតែមិនអាចយកឧបករណ៍ចូលទៅខាងក្នុងទ្វារត្រួតពិនិត្យបានគេក៏សម្រេចចិត្តថានឹងចូលទៅវាយលុកនៅក្នុងឃ្លាំងអាវុធរបស់ពួកគេតែម្ដងដើម្បីយកមកប្រើប្រាស់គឺគ្រាប់បែកបំបីផ្លូវរួមក្រោមដីធន់តូចដែលអាចយកមកប្រើប្រាស់បំផ្ទុះជញ្ជាំងបានដើម្បីត្រួតត្រាយផ្លូវចូលទៅកាន់មូលដ្ឋានកណ្ដាលរបស់ Babylon ឈុលសុងបានកំណត់គោលដៅទៅលើមេបញ្ជាការកងសន្តិសុខដែលមានឈ្មោះថាលោកគឹមគេបានចាប់ផ្ដើមផ្ញើសារឲ្យជប់ឈរទៅកាន់ទូរស័ព្ទរបស់គាត់ចាប់ពីការអញ្ជើញឲ្យប្រើប្រាស់សេវាកម្មម៉ាស្សា
រហូតដល់លេចធ្លាយសារប្រមានភិហ៊ុនអ្វីៗក៏ដូចជាការរំពឹងទុកលោកគឹមក៏បានចុចទៅលើលីងដំណភ្ជាប់មួយនោះឈុលសុងឃើញដូច្នេះមិនរងចាំយូរក៏ចាប់ផ្ដើមវាយលុកចូលទៅក្នុងទូរស័ព្ទរបស់គាត់បានជោគជ័យនិងចម្លងការចេញចូលបានយ៉ាងងាយស្រួលក្រោយពេលដែលជំហានទី1របស់ពួកគេបានសម្រេចក្រុមការងារទាំងមូលក៏ចាប់ផ្ដើមជួសជុលឡានដឹកទំនិញមួយគ្រឿងដែលកែច្នៃវាខ្លះទៅជាឡានប្រមូលសម្រាមរបស់ក្រុមហ៊ុនអនាម័យហើយវាក៏ជាមធ្យោបាយតែមួយគត់ដែលពួកគេអាចឆ្លងកាត់ច្រកទ្វារសន្តិសុខបានណាមួយដើម្បីឆ្លងកាត់ច្រកទ្វារមួយនោះពួកគេត្រូវឆ្លងកាត់ប្រព័ន្ធស្កេនដែលជាកាំរស្មីអិញអ្នកទាំងអស់គ្នាបានប្រើបន្ទះការពារពិសេសមួយនៅក្នុងធុងសម្រាមវាគឺជាសម្ភារៈពិសេសដើម្បីប្រើប្រាស់យន្តហោះចម្បាំងបំបាំងកាយរបស់អាមេរិកការបែងចែកការងារគឺមានភាពច្បាស់លាស់យ៉ាងខ្លាំងឈុលសុងបានហែកចូលទៅក្នុងបណ្ដាញផ្ទៃក្នុងដើម្បីបិទប្រព័ន្ធកាមេរ៉ាសុវត្ថិភាពប៉ាស៊ីនទទួលភារកិច្ចដាក់គ្រាប់បែកនៅតាមជញ្ជាំងដើម្បីបើកផ្លូវចូលទៅកាន់ម៉ាស៊ីនមេចំណែកឯបេឡាដែលជាមេខ្លោងនោះគឺជាមែនជាអ្នកចាត់ការគេដោយផ្ទាល់តែម្ដងដើម្បីត្រៀមខ្លួនចូលទៅទីនោះឈុលសុងបានប្រើប្រាស់ម៉ាស៊ីន 3D មួយបង្កើតផ្ទៃមុខคล้ายៗដូចជាបេឡាបេបិនប៉ុន្តែបេឡាគេបានខូចភ្នែកម្ខាងដូច្នេះឈុលសុងមិនអាចធ្វើដូចបាននោះទេប៉ុន្តែជាមែនគេក៏មានវិធីរបស់គេផងដែរគឺគេនឹងពាក់វ៉ែនតាខ្មៅដើម្បីបិទបាំងវាស្របពេលនោះដែរជីអានក៏ស្រាប់តែទូរស័ព្ទមកសួរសុខទុក្ខលោកពូប៉ុន្តែជីវូបានលើកទូរស័ព្ទធ្វើជាសម្ដែងបោកប្រាស់ទៅកាន់នាងអំពីដំណឹងមរណភាពរបស់ជីមែនបន្ទាប់មកគេក៏បាននាំជីអានទៅទទួលសាកសពរបស់លោកពូប៉ុន្តែតាមពិតទៅសាកសពមួយនោះគ្រាន់តែជាសាកសពคล้ายៗតែប៉ុណ្ណោះខណៈដែលក្មួយស្រីកំពុងតែពិបាកចិត្តអំពីការស្លាប់របស់លោកពូជីនមែនបែរជាកំពុងនៅកន្លែងផ្សេងមួយទៀតរៀបចំដើម្បីត្រៀមខ្លួននៅក្នុងប្រតិបត្តិការវាយប្រហារមួយនេះគេដឹងថាមិត្តភ័ក្តិរបស់ខ្លួននឹងចាប់ផ្ដើមធ្វើសកម្មភាពនៅក្នុងរយៈពេល48ម៉ោងខាងមុខហើយវាក៏ជាពេលវេលាមួយដែលបាប៊ីឡុននឹងចាត់វិធានការទៅលើជីអានដែលវាគឺជាឱកាសមាសសម្រាប់ក្រុមទាំងមូលចេញធ្វើប្រតិបត្តិការដោយដែលបានរំពឹងទុកមេខ្លោងរបស់បាប៊ីឡុនគឺជាលោកលីបានស្នើទៅកាន់លោកគឹមដែលមានស្លាកស្នាមនៅលើមុងឲ្យបត់ជាមួយនឹងជីមែនដើម្បីតាមប្រមាញ់ជីអានជាមួយនឹងប្រាក់រង្វាន់យ៉ាងច្រើនដែលធ្វើឲ្យគាត់មិនអាចបដិសេធបាននៅពេលដែលលោកគឹមចាកចេញពីទីស្នាក់ការកណ្ដាលក្រុមរបស់ជីមែនក៏ចាប់ផ្ដើមចេញដំណើរផងដែរជីវូបានក្លែងខ្លួនជាបុគ្គលិកប្រមូលសម្រាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅខាងក្រៅយ៉ាងងាយស្រួលទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលចុះទៅដល់ជាន់ក្រោមដីឆ្មាំងយាមក៏ចាប់ផ្ដើមសង្ស័យនៅពេលដែលឃើញមុខពួកគេដូចជាមិនសូវស្រួលក៏ក្រឡេកទៅមើលប្រព័ន្ធស្កេនកាំរស្មីអិញឃើញថាមានធំគួរឲ្យសង្ស័យជាច្រើនដែលប៉ាស៊ីនជាមួយនឹងឈុលសុងកំពុងតែលាក់ខ្លួននៅទីនោះឆ្មាំងឃើញដូច្នេះក៏បញ្ជាឲ្យគេបើកមើលប៉ុន្តែសំណាងល្អនៅពេលដែលជីវូបើកគម្របធុងសម្រាមចេញមកខាងក្រៅគឺមានក្លិនសម្រាមស្អុយភាយចេញមកយ៉ាងខ្លាំងឆ្មាំងយាមធំក្លិនដូច្នេះក៏ប្រញាប់ឲ្យពួកគេឆ្លងកាត់តែម្ដងបន្ទាប់ពីឆ្លងកាត់រួចពួកគេក៏បានទៅដល់តំបន់ទម្លាក់ទំនិញសុវត្ថិភាពអ្នកទាំង3មិនទាន់បានដកដង្ហើមស្រួលបួផងក៏ស្រាប់តែប្រទះឃើញក្រុមឃាតករស៊ីឈ្នួលមួយក្រុមធំកំពុងតែត្រៀមខ្លួនធ្វើដំណើរទៅវាយប្រហារលើជីអាននៅពេលដែលដឹងដំណឹងមួយនេះភ្លាមជីនមែនបានកែប្រែផែនការភ្លាមៗតែម្ដងដោយបញ្ជាឲ្យជីវូជាមួយនឹងប៉ាស៊ីនដកថយសិនជីនវូបានដកខ្លួនចេញមកខាងក្រៅដើម្បីធ្វើភារកិច្ចសម្របសម្រួលចំណែកឯប៉ាស៊ីនវិញក៏ប្រញាប់ប្រញាល់ទៅជួយសង្គ្រោះជីនអានការងារទាំងអស់នៅក្នុងមូលដ្ឋាននៅពេលនេះគឺវាបានធ្លាក់ទៅលើឈុលសុងទាំងស្រុងតែម្ដងឈុលសុងបានលូបចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿនលូនតាមបំពង់ខ្យល់ទៅកាន់ចំណុចតភ្ជាប់ខ្សែបណ្ដាញផ្ទៃក្នុងត្រឹមតែមួយផ្លែតែប៉ុណ្ណោះគាត់បានហែកចូលទៅក្នុងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពយ៉ាងងាយស្រួលនិងកំណត់ទីតាំងរបស់បេឡាយ៉ាងច្បាស់ដើម្បីរាយការណ៍ទៅកាន់មិត្តរួមក្រុមនៅពេលដែលទទួលបានសញ្ញាជីនមែនក៏បានពាក់ស្រោមមកคล้ายៗធ្វើជាបេឡារួចចូលទៅវាយប្រហារតែម្ដងប៉ុន្តែនៅពេលដែលគៀតចូលទៅកាន់ច្រកទ្វារធំឆ្មាំងយាមក៏ដឹងថាវាដូចជាមិនសូវប្រក្រតីក៏ព្រោះតែទិន្នន័យប្រព័ន្ធបានបង្ហាញថាបេឡាបានឆ្លងកាត់ច្រកទ្វារមួយនេះតាំងពីព្រឹកមកម្ល៉េះហើយមិនទាន់បានត្រឡប់ចូលមកវិញនោះទេឈុលសុងឃើញដូច្នេះក៏ចាប់ផ្ដើមភ័យស្លន់ស្លោក៏ខលទូរស័ព្ទរបស់ពួកគេបញ្ជាក់ទៅកាន់ជីវូវិញដើម្បីឲ្យគាត់បង្ហាញនូវជំនាញបោកប្រាស់របស់គាត់ជាលទ្ធផលក្រុមឆ្មាំងយាមទាំងអស់នោះក៏ចាញ់បោកទៅលើពួកគេទោះបីជាយ៉ាងណាក៏ដោយក៏មានឆ្មាំងយាមម្នាក់នៅតែទទូចឲ្យជីមែនប្រាប់លេខសម្ងាត់ឲ្យបានត្រឹមត្រូវប៉ុន្តែជីមែនស្ទាក់ស្ទើរមិនព្រមឆ្លើយគេក៏ចាប់ផ្ដើមលូកដៃចូលទៅចាប់កំភ្លើងនៅក្នុងស្ថានភាពដ៏មានគ្រោះថ្នាក់មួយនេះជូសុងក៏បានរកឃើញលេខសម្ងាត់ទាន់ពេលវេលាហើយប្រាប់ទៅកាន់ជីមែនវិញដូច្នេះជីមែននឹងអាចចូលទៅខាងក្នុងបានសម្រាញ់ណាមួយដែលសោះតែស្រោមមុខរបស់គេនោះគឺដូចជាមនុស្សពិតទៀតផងគេអាចបន្លំភ្នែកមនុស្សយន្តយាមកាមបានយ៉ាងងាយស្រួលហើយដើរសម្ដៅចូលទៅកាន់ឃ្លាំងអាវុធដែលយកលេខថាយកកំភ្លើងទៅប្រគល់ឲ្យកន្លែងដើមវិញគ្រាន់តែចូលទៅដល់ខាងក្នុងភ្លាមជីនមែនបានវាយប្រហារយ៉ាងឆាប់រហ័សដូចជាភ្នែកបន្ទោលព្រួលទៅកាន់អ្នកគ្រប់គ្រងនៅទីនោះរួចឆោតកាតដើម្បីបើកទ្វារចេញមកស្របពេលដែលគេកំពុងតែប្រមូលគ្រាប់បែកដើម្បីបំបែកផ្លូវក្រោមដីក៏ស្រាប់តែសំឡេងប្រកាសអាសន្នបានបន្លឺឡើងមនុស្សយន្តទាំងអស់ក៏ចាប់ផ្ដើមស្កេនទៅលើរូបភាព
ដែលរកឃើញថាជីនមែនគឺជាមនុស្សដែលបានខ្លែងបន្លំរួចហើយវាក៏ស្ទុះចូលទៅវាប្រហារតែម្ដងស្របពេលនោះផងដែរប្រព័ន្ធម៉ាស៊ីនមេក៏ចាប់ផ្ដើមលើកឡើងចេញពីទឹកដើម្បីត្រួតពិនិត្យជាប្រចាំនៅក្នុងបំពង់ខ្យល់ឆុលសុងមានការព្រួយបារម្ភយ៉ាងខ្លាំងដូចជាអង្គុយនៅលើរងើកភ្លើងយ៉ាងអញ្ចឹងព្រោះតែมันឃើញជីមែនធ្វើសកម្មភាពទៅតាមផែនការរបស់ពួកគេប៉ុន្តែតាមពិតទៅជីមែននៅពេលនេះមិនមានអារម្មណ៍ដើម្បីឆ្លើយតបវិទ្យុតាក់ទងនោះទេក៏ព្រោះតែគេកំពុងតែប្រយុទ្ធគ្នាជាមួយនឹងមនុស្សយន្តទាំងពីរគ្រឿងពួកវាមានការប្រយុទ្ធលឿននិងរហ័សស្ទើរតែមិនគួរឲ្យជឿមិនតែប៉ុណ្ណោះថែមទាំងសហការគ្នាបានយ៉ាងល្អនៅក្នុងការវាយប្រហារត្រឹមតែប៉ុន្មានស្នៀតតែប៉ុណ្ណោះក៏អាចវាយទម្លាក់កំភ្លើងរបស់ជីមែនបានសំណាងល្អជីមែនក៏រើបានទ្វារដែកមួយហើយវាបកទៅលើពួកគេវិញនិងកាត់ក្បាលមនុស្សយន្តបានមួយគ្រឿងបន្ទាប់ពីការវាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់មួយសន្ទុះធំទីបំផុតគាត់ក៏អាចព្រួលមនុស្សយន្តមួយគ្រឿងទៀតបានសម្រាញ់ចំណែកឯឆ្មាំងយាមទាំងពីរនាក់នៅខាងក្រៅនេះវិញនៅពេលដែលលឺស្នូកំភ្លើងក៏ចូលទៅពិនិត្យហើយក៏ត្រូវបានជីមែនចាត់ការបានយ៉ាងរហ័សផងដែរស្របពេលនោះដំណើរការត្រួតពិនិត្យម៉ាស៊ីនមេក៏ត្រូវបានបញ្ចប់ប្រព័ន្ធម៉ាស៊ីនមេរៀបនឹងទម្លាក់ចូលទៅក្នុងទឹកវិញធ្វើឲ្យឱកាសមានមួយនេះវាបានកន្លងផុតទៅពី1វិនាទីទៅ1វិនាទីប៉ុន្តែដំណឹងរបស់ជីមែនក៏នៅតែស្ងាត់ឈឹងឃើញដូច្នេះធ្វើឲ្យឆុលសុងដែលកំពុងតែនៅក្នុងបំពង់ខ្យល់នោះមានការព្រួយបារម្ភយ៉ាងខ្លាំងដែលមិនអាចរងចាំបានទៀតនោះទេគេក៏បានប្រថុយលោះចូលទៅខាងក្រោមវាទៅលើឆ្មាំងឲ្យសន្លំរួចចុចបេតុងបញ្ឈប់ដំណើរការផ្លាស់ទីរបស់ម៉ាស៊ីនមេស្របពេលនោះឆ្មាំងម្នាក់ទៀតក៏បង្ហាញខ្លួនចេញមកប៉ុន្តែសំណាងល្អជីមែនក៏បានវាយគេឲ្យសន្លប់បាត់ទៅនៅពេលដែលឆុលសុងឃើញដូច្នេះក៏លែងមានការភ័យខ្លាចហើយដកដង្ហើមធំដោយភាពធូរស្បើយទោះបីជាយ៉ាងណាក៏ដោយក្រុមសន្តិសុខរបស់បាប៊ីឡុននោះក៏ចាប់ផ្ដើមសង្ស័យពីចំណុចមិនប្រក្រតីឆ្មាំងម្នាក់បានរាយការណ៍ទៅកាន់ថ្នាក់លើថាពួកគេទើបតែជួបជាមួយនឹងបេឡានៅបន្ទប់ប្រជុំតែប៉ុន្មាននាទីក្រោយមកបែរជាឃើញគេបង្ហាញខ្លួននៅកន្លែងផ្សេងទៅវិញដោយដឹងថាមិនស្រួលពួកគេក៏ចាប់ផ្ដើមដំណើរការកម្មវិធី Escape ភ្លាមៗព្រមទាំងបញ្ចេញយន្តហោះដ្រូនបំបីគ្នាដើម្បីស្វែងរកទីតាំងដំណើរការរបស់រថយន្តប្រម៉ូសម្រាមមិនយូរប៉ុន្មានដ្រូនមួយគ្រឿងក៏បានរកឃើញជីនវូឃើញហើយក៏ប្រញាប់បាញ់ទម្លាក់ភ្លាមៗយ៉ាងរហ័សធ្វើឲ្យមេខ្លាំងលីជាមួយនឹងបេឡានៅឯបន្ទប់បញ្ជាមួយទៀតទទួលបានដំណឹងបន្ទាន់អំពីការវាយប្រហារមួយនេះស្ថានភាពក៏ចាប់ផ្ដើមតានតឹងកាន់តែខ្លាំងឡើងចំណែក Achievement នេះវិញបាញ់ទៅលើជញ្ជាំងមួយគ្រាប់ធ្វើឲ្យវាបែកខ្ទេញខណៈដែលបេឡាកំពុងតែស្រឡំកាំងនៅពេលដែលឃើញថាមនុស្សនៅចំពោះមុខគេនោះគឺដូចជាខ្លួនបែកបិននៅពេលនោះ Achievement ក៏បានទាញស្រោមមុខរបស់គេចេញមកហើយបាញ់រះទៅលើបេឡាដូចជាគ្រាប់ភ្លៀងយ៉ាងអញ្ចឹងដោយសារតែឃើញកងទ័ពជំនួយរបស់សត្រូវសម្រុកចូលមកយ៉ាងច្រើនដូចជាស្រមោច Achievement ក៏បានបើកខែលការពារបច្ចេកវិទ្យាខ្ពស់មួយចេញមកភ្លាមៗដើម្បីការពារគ្រាប់កំភ្លើងពលទាហានទាំងអស់នោះគេស្មានថាបាញ់សម្លាប់ Achievement បានជោគជ័យហើយក៏ដើរចូលទៅពិនិត្យមើលប៉ុន្តែមិននឹកស្មានថាកាដូដែល Achievement បានបន្សល់ទុកឲ្យនោះគឺជាគ្រាប់បែកសម្លេងដែលមានកម្រិតខ្លាំងក្លាធ្វើឲ្យពួកគេទាំងអស់គ្នាអោបក្បាលនៅទីនោះឈឺចាប់យ៉ាងខ្លាំងបន្ទាប់មក Achievement ក៏ប្រញាប់ចាក់ចេញពីទីនោះទៅតាមចន្ទាយន្តឡើងទៅជាន់ខាងលើមិនយូរប៉ុន្មានគេក៏បានជួបគ្នាជាមួយនឹងបេឡាដូច្នេះការប្រយុទ្ធវាក៏បានកើតឡើងរវាងនឹងអ្នកខ្លាំងដូចគ្នាអ្នកទាំងពីរអ្នកក៏ចាប់ផ្ដើមប្រយុទ្ធគ្នាតែម្ដងបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបេឡាចាប់ផ្ដើមចាញ់ព្រាបធ្លាក់នៅក្នុងស្ថានភាពដ៏មានគ្រោះថ្នាក់បំផុតប៉ុន្តែគេបាននិយាយជាមួយនឹង Achievement មួយឃ្លាថាជួបគ្នាពេលក្រោយរួចហើយក៏ប្រឡែងដៃទម្លាក់ចូលទៅខាងក្រោមតែម្ដងស្របពេលនោះទាហានម្នាក់ទៀតបានបង្ហាញខ្លួនចេញមកតម្រូវឲ្យ Achievement ត្រូវតែដកថយភ្លាមៗហើយនៅទីបញ្ចប់ក៏មិនទាន់អាចបញ្ជាក់បានថាបេឡាពិតជាស្លាប់ហើយឬនៅនោះទេស្របពេលនោះគ្រាប់បែកដែលឆុងសុលបានរៀបចំទង់វាក៏បានផ្ទុះឡើងយ៉ាងខ្លាំងបង្កើតបានជារូងដ៏ធំមួយពីជាន់ក្រោមដីមកដល់ផ្ទៃដីតែម្ដងចំណែកឯនៅជាន់ដំបូលនេះវិញជាមែនត្រូវបានមេខ្លាំងលីជាមួយនឹងប៉ាពូរួមទាំងយន្តហោះដ្រូនចំនួន2គ្រឿងបានស្ទាក់ផ្លូវរួចជាស្រេចដែលមេខ្លាំងលីមានជំនឿចិត្តថាគាត់នឹងមានជ័យជំនះនៅក្នុងដៃប៉ុន្តែមិននឹកស្មានថាមួយប្រព្រឹត្តភ្នែកដ្រូនទាំងពីរនោះវាក៏បានផ្ទុះខ្ទេចតែម្ដងតាមពិតទៅជីនវូជាមួយនឹងឆុលសុងបានប្រើឧទ្ធម្ភាគចក្រដើម្បីមកជួយសង្គ្រោះមិត្តរួមក្រុមជីមែនក៏ប្រញាប់ស្ទុះរត់ទៅរកឧទ្ធម្ភាគចក្រមួយនោះប៉ុន្តែជាអកុសលគេត្រូវគ្រាប់កំភ្លើងហើយធ្លាក់ចូលទៅខាងក្រោមតែម្ដងតែក្រោយមកក៏ស្រាប់តែមេខ្លោងលីបានឃើញថាជីមែនគេនឹងមានជីវិតនៅឡើយគាត់បានត្រឹមតែឈោខឹងមុខក្រហមតែប៉ុណ្ណោះដែលឃើញសត្រូវរបស់ខ្លួនចាក់ចេញដោយក្រៃអសង្ឃឹមចំណែកឯជីអាននៅពេលនេះវិញក្រោយពេលដែលនាងខំតស៊ូជាមួយនឹងក្រុមឃាតករទាំងអស់នោះដែលបានប្រមាញ់មកលើនាងយ៉ាងលំបាកទីបំផុតនាងក៏អង្គុយស្ងៀមស្ងាត់នៅមុខផ្ទះក៏ព្រោះតែអាណិតទៅលើលោកពូរបស់ខ្លួនប៉ុន្តែបន្តិចក្រោយមកក៏ស្រាប់តែមានរថយន្តតាក់ស៊ីមួយគ្រឿងបានបើកមកអ្វីដែលនាងស្មានមកដល់នោះគឺជាលោកពូរបស់នាងបានបង្ហាញខ្លួនចេញមកដែលនាងគិតថាគេបានស្លាប់បាត់ទៅហើយក៏ស្រាប់តែដើរចេញមកយ៉ាងភ្ញាក់ផ្អើលទោះបីជារូបរាងរបស់គេមានរបួសបន្តិចមែនប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ
ជីអានក៏ស្ទុះទៅវិញលោកពូរបស់ខ្លួនប៉ុន្មានដៃដើម្បីរំសាយកំហឹងប៉ុន្តែជីមែនបានត្រឹមតែអោបក្មួយស្រីរបស់ខ្លួននៅក្នុងរង្វង់ដៃតែប៉ុណ្ណោះដើម្បីលួងលោមទៅលើនាងកាត់ប្លង់មកបន្ទាប់យើងក៏បានឃើញស្រីស្អាតជនជាតិជប៉ុនម្នាក់ទើបតែទទួលបានដំណឹងអំពីជីមែនហើយអ្នកដែលនិយាយទូរស័ព្ទជាមួយនឹងនាងនោះគឺជាមនុស្សអាត់កំបាំងធ្វើឲ្យនារីម្នាក់នោះក៏ចាប់ផ្ដើមស្រឡាំងកាំងតែម្ដងនឹងហើយអ្នកទាំងអស់គ្នាភាគទី1របស់យើងក៏ចាប់ត្រឹមតែប៉ុណ្នេះប្រសិនបើពេញចិត្តវីដេអូនេះកុំភ្លេចចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅភាគទី2ដែលជាភាគបន្ទាប់